ដំណឹងល្អអ្នកធុរកិច្ចនិងអ្នកជំនាញបង្ហើបថាឆ្នាំ2023អ្នកវិនិយោគចិននឹងត្រឡប់មកកម្ពុជាច្រើនឡើងវិញព័ត៌មាននេះនាំមកជូនលោកអ្នកដោយលំនៅឋានបែបអភិជនរចនាដ៏ប្រណិតនិងរស់រវើកបុរីវិមានសំណាងផ្ដោតលើគុណភាពសោភ័ណភាពផ្សារភ្ជាប់ជាមួយដងព្រៃធម្មជាតិដ៏ស្រស់បំព្រងផ្ដល់នូវផាសុកភាពក្នុងការរស់នៅមានទីតាំងស្ថិតនៅខាងជើងក្រសួងដែនដី2500ម៉ែត្រទំនាក់ទំនងលេខទូរស័ព្ទ095 96 2000 078 96 2000គុណភាពប្រណិតភាពនិងស៊ីវិល័យផ្ដល់ជូនពីបុរី GB Resident ជាបុរីដែលគិតគូរលើបរិស្ថានបៃតងនិងផាសុកភាពដល់អ្នករស់នៅទំនាក់ទំនងលេខទូរស័ព្ទ066ឬ077 363 005ក្រុមអ្នកជំនាញនិងអ្នកធុរកិច្ចធ្វើការជាមួយក្រុមហ៊ុនចិនធំៗបានលើកឡើងថាអ្នកវិនិយោគចិនកាន់តែច្រើននឹងវិលត្រឡប់មកកម្ពុជាឡើងវិញនៅដើមឆ្នាំ2023ខាងមុខនេះព័ត៌មានដ៏ល្អនេះកើតមានខណៈវិបត្តិនៅប្រទេសចិនកំពុងត្រូវបានដោះស្រាយបណ្ដើរហើយការជាប់ឆ្នោតអាណត្តិទី3របស់ប្រធានាធិបតីចិនលោកស៊ីជីនពីងក៏បានបញ្ចប់នៅការមន្ទិលផងដែរអ្នកនាងជេស៊ីកាភរិយាម្ចាស់ក្រុមហ៊ុនជនជាតិចិនមួយរូបបានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី26 តុលាថាតាមព័ត៌មានដែលអ្នកនាងទទួលបានគឺអ្នកវិនិយោគចិននឹងត្រឡប់មកកម្ពុជាឡើងវិញច្រើននៅដើមឆ្នាំ2023ខាងមុខនេះបន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនបាត់បញ្ចប់អ្នកនាងបន្តថាតាមធម្មតាជនជាតិចិនពួកគេមិនធ្វើអ្វីច្រើននៅមុនពេលពិធីបុណ្យជាតិដ៏ធំរបស់ពួកគេប្រចាំឆ្នាំឡើយពួកគេរងចាំរហូតដល់បញ្ចប់បុណ្យចូលឆ្នាំរបស់ពួកគេទើបពួកគេចាប់ផ្ដើមជំនួញអ្នកនាងបន្តថាកម្ពុជានៅតែជាទីផ្សារទាក់ទាញការវិនិយោគពីអ្នកធុរកិច្ចចិនដោយទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្ដៅអ្នកនាងជាសិកាបានបន្តទៀតថាអ្នកវិនិយោគចិនបាននឹងកំពុងសម្លឹងឱកាសវិនិយោគកាន់តែច្រើនលើសពីអចលនទ្រព្យដោយសារកម្ពុជាមានសក្តានុពលច្រើនទៅលើវិស័យកសិកម្មការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មជាដើមអ្នកនាងបន្តថាលោកប្តីរបស់អ្នកនាងបានបង្ហាញព័ត៌មាននេះឲ្យដឹងហើយគាត់ថាមិត្តភក្តិគាត់ជាច្រើននឹងមករកស៊ីនៅកម្ពុជានាពេលឆាប់ៗនេះជាមួយគ្នានេះមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលមានទំនាក់ទំនងល្អជាមួយអ្នកវិនិយោគចិនបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាច្រើនបាននឹងកំពុងត្រៀមខ្លួនមកកាន់ប្រទេសកម្ពុជាដោយសារហេតុផលជាច្រើនដូចជាទី1ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំដែលមេដឹកនាំកម្ពុជាចិនបានចាត់ទុកជាមិត្តភាពដៃថែបទី2គោលនយោបាយខ្សែក្រវ៉ាត់និងផ្លូវរបស់ចិននៅតែមានសក្តានុពលនិងពង្រីកឱកាសវិនិយោគកាន់តែច្រើនពីអ្នកវិនិយោគចិនទី3កម្ពុជាជាប្រទេសដែលមានភាពអំណោយផលសេដ្ឋកិច្ចបទដ្ឋានច្បាប់គតិយុត្តកាន់តែរឹងមាំនិងលើកទឹកចិត្តការវិនិយោគកាន់តែច្រើនទី4មូលដ្ឋានរឹងមាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរលើឆាកអន្តរជាតិដែលមេដឹកនាំទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកទី5ផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយនិងការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចតេជោបានធ្វើឲ្យប្រទេសទាំងពីរបង្កើតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងកំពុងប្រែក្លាយប្រទេសទាំងពីរជាសហគមន៍ពីរវាសនាតែមួយជាមួយគ្នានេះអ្នកជំនាញអចលនទ្រព្យកម្ពុជាក៏មានសន្តិនិយមថាចិននឹងវិលត្រឡប់មកកាន់កម្ពុជាជាថ្មីម្ដងទៀតផងដែរដោយសារហេតុផលមួយចំនួនលោកច្រឹកសុកនិមប្រធានសមាគមអ្នកវិតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងដោយសន្តិនិយមថាផលចំណេញនៃការវិនិយោគមានកម្រិតខ្ពស់នៅកម្ពុជាទំនាក់ទំនងល្អរវាងមេដឹកនាំទាំងពីរនិងអ្វីៗជាច្រើនត្រូវបានអ្នកធុរកិច្ចចិនបន្សល់នៅទីនេះនិងទាក់ទាញអ្នកវិនិយោគចិនមកកម្ពុជាច្រើនឡើងវិញនាពេលឆាប់ៗនេះលោកបន្តថាអ្វីៗនៅតែរងចាំពេលវេលាប៉ុណ្ណោះស្ថានភាពនឹងប្រសើរឡើងហើយអ្នកវិនិយោគចិននិងអ្នកធុរកិច្ចដទៃទៀតនឹងមកកាន់កម្ពុជាច្រើននាពេលអនាគតសហការឧបត្ថម្ភដោយបូកូឡែនគម្រោងទី3រាជធានីសម្រាប់ធម្មជាតិក្នុងទឹកដីខេត្តកំពតចង់ទិញដីថែមផ្ទះទុកសម្រាប់លំហែកាយនាពេលចុងសប្តាហ៍សូមជ្រើសរើសគម្រោងបូកូឡែនអាចធ្វើការបង់រំលោះរយៈពេល3ឆ្នាំដែលអត់មានការប្រាក់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 333 802ឬក៏016 333 802
លំនៅឋានបែបអភិជនរចនាដ៏ប្រណិតនិងរស់រវើកបុរីវិមានសំណាងផ្ដោតលើគុណភាពសោភ័ណភាពផ្សារភ្ជាប់ជាមួយដងព្រៃធម្មជាតិដ៏ស្រស់បំព្រងផ្ដល់នូវផាសុកភាពក្នុងការរស់នៅមានទីតាំងស្ថិតនៅខាងជើងក្រសួងដែនដី 2500 ម៉ែត្រទំនាក់ទំនងលេខទូរស័ព្ទ 095 96 2000 078 96 2000ចង់ឲ្យបុត្រីរបស់លោកអ្នកមានសុខភាពល្អនិងបញ្ញាឆ្លៀសវៃឬទេយើងសូមណែនាំលោកអ្នកមកប្រើផលិតផលបាឡេកតាន់ជាប្រភេទទឹកដោះគោម្សៅដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់និងគ្មានជាតិសណ្តែកដំបងបង្អស់នៅកម្ពុជាProperty Area Asia នឹងនាំផលិតផលរបស់លោកអ្នកទៅដល់គោលដៅអតិថិជនទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរស័ព្ទលេខ 086 48 55 66